ធ្វើជ្រក់ឆៃថាបងប្អូនការ៉ុតដាក់តាមពណ៌ស្អាតថ្ងៃនេះតិចខាងក្រៅអត់មានបាយថ្ងៃទេហើយខ្យល់ទៀតរដងតិចតែអត់មានខ្យល់នេះខ្យល់ទៀតទៅឡើងវាហើយដាក់ទៅសក់មួយទៀតសក់មានមួយគាត់នេះតាមមករយអំបិលហើយប្រអាប់ទុក10នាទីដើម្បីឲ្យវាអស់ជាតិហាងណាឲ្យវារីងទន់តិចនេះពេលលាងទឹកយើងត្រូវលាងឲ្យអស់តាមចាំឲ្យប្រៃមកធ្វើទឹកជ្រលក់នេះស្ករខ្ញុំដាក់2ស្លាបព្រាតាមទឹកត្រីយើងដាក់2ស្លាបព្រាកន្លះឬក៏3តែខ្ញុំដាក់2ស្លាបព្រាកន្លះសិនណាព្រោះអត់ចង់ឲ្យប្រៃអូខេ2ស្លាបព្រាកន្លះមែនទេចូលវាសិនឲ្យវាលាយប្រៃស្ករអញ្ចឹងទៅណាអត់មានអីទេធម្មតាតែមិនធ្វើមើល YouTube ដែរបងព្រោះយើងមិនត្រូវតែធ្វើហ្នឹងញឹកញាប់នេះទឹកខ្មេចខ្លាច់បងខ្ញុំដាក់2ស្លាបព្រាតោះមកទឹកសខ្ញុំដាក់2ស្លាបព្រាដែរទឹកសា2ស្លាបព្រាទឹកចិនណាបងប្អូនគេថាណាតែមកបានយើងដាក់ខ្ទឹមសជាមួយនឹងម្ទេសដែលយើងហាន់ហ្នឹងកូរឲ្យវាចូលជាតិគ្នាសិនខ្ញុំទៅដាក់ទឹកច្រើនព្រោះខ្ញុំចេះញ៉ាំទេលាងនេះដាក់ឲ្យវាស្រស់ទឹកសិនហើយទឹកចុះឬមកក៏យើងពូតហើយចាំដាក់ទៅក្នុងទឹកត្រីរបស់យើងណាលាងឲ្យស្អាតអស់អំបិលតែអញ្ចឹងនេះប្រៃញ៉ាំអត់ឆ្ងាញ់ទេហើយយើងភ្លុកមើលណាពេលយើងលាងបើវាលែងប្រៃហើយអូខេតែវានៅស្រួយឆ្ងាញ់ទេបងប្អូនហើយពេលចិត្តណាកុំយកក្បិតមក2ចិត្តកាលមុនខ្ញុំធ្លាប់យកក្បិតមក2ចិត្តទៅវាស្ដាងពេកតែពេលយើងចិត្តយកក្បិតធម្មតាចិត្តវាអត់សូវស្ដាងនៅរាងកាយអញ្ចឹងពេលដែលយើងធ្វើទៅវាស្រួយឆ្ងាញ់ជ្រុបមកវាចូលជាតិជ្រុបមកបែបនេះមកឲ្យវាចូលជាតិបងប្អូនហើយយើងអាចដាក់ទូទឹកកកបានដល់ពេលយើងយកមកញ៉ាំស្រួយឆ្ងាញ់ណាស់តែកន្លែងនេះបងប្អូនអាចភ្លុកមើលបានណាចង្កាវាប្រៃសាស្ទើរជូរអីចឹងយើងថែមបានតែខ្ញុំមិនសូវជាថែមទេដាក់ប៉ុណ្្នឹងទៅដោយសារតែផ្ទះខ្ញុំអត់សូវញ៉ាំប្រៃខ្លាំងទេតែខ្ញុំក៏អត់សូវដែរពេលអញ្ចឹងយើងញ៉ាំរៀងឡំតែបើឲ្យឆ្ងាញ់ដូចគេនិយាយនៅខាងក្រៅអត់សូវឆ្ងាញ់ទេដោយសារយើងអត់សូវប្រើគ្រឿងដិតរួចរាល់ហើយបងប្អូនខ្ញុំមកស្រូបចឹងណាចិត្តបងចូលគ្នាខ្ញុំអត់ស្រោបដៃទៅចឹងខ្ញុំយកដៃច្របល់